ឆ្នាំនេះចូលឆ្នាំរយៈពេល5ថ្ងៃក៏ប៉ុន្តែបានដើរលេងទេបងប្អូនដើរលេងថ្ងៃចុងក្រោយមួយថ្ងៃទេថ្ងៃទី16ហ្នឹងបងប្អូនដើរលេងមិនមែនចេះចិត្តទេពីឆ្ងាយពីផ្ទះប្រហែលជា40គីឡូពីផ្ទះមកដើរលេងជុំគ្រួសារបងប្អូនដើរលេងទៅខាងវត្តសសរ100ចូលយើងចូលទៅលេងក្នុងវត្តបន្តិចក៏ធ្វើដំណើរទៅចុះទៅក្រោមចុះកន្លែងគេលេងទឹកបងប្អូនកន្លែងវត្តស100ហ្នឹងគេលេងយូរឆ្នាំប្រហែលឆ្នាំហើយក៏ប៉ុន្តែបានទៅដើរលេងអញ្ចឹងតំដើរលេងលើកទី1នេះស្ពានរបស់គេហ្នឹងគេធ្វើរៀងយកបន្តិចគេដាក់កានដាក់អីនឹងដើរតាមស្រួលហ្នឹងរៀងយកចង់វិលមុខដែរហ្នឹងណាបើសិនជាយើងដើរឈប់វិលមុខគ្នាស្ពានហ្នឹងដើរបដាអីបដាដើរមើលទឹកបដាទឹកថ្ងៃចូលឆ្នាំហ្នឹងទឹកមានអារម្មណ៍ថារៀងឡើងទឹកហ្នឹងវាដូចរៀងឡើងប្រហែលថ្ងៃនេះសារមានមេឃភ្លៀងប្រហែលថ្ងៃហ្នឹងភ្លៀងច្រើនដល់ពេលអញ្ចឹងទឹកវាឡើងតាមហ្នឹងដែរអញ្ចឹងបងប្អូនអានេះខ្ញុំទៅហ្នឹងទៅប្រហែលជាម៉ោង10ម៉ោង10អញ្ចឹងទៅអត់សូវមានមនុស្សទេបងប្អូនបើសិនជាយើងនៅចាំប្រហែលជាម៉ោង2ម៉ោង3ហ្នឹងដឹងអត់មានកន្លែងអង្គុយមនុស្សច្រើនមែនតើណាបងប្អូនអានេះយើងចុះមកដល់យើងមានកន្លែងអង្គុយមានអីយើងថតមើលទេសភាពទឹកកន្លែងនេះយើងវារៀងជ្រៅដែរបងប្អូនទឹកកន្លែងរោងអង្គុយសារទឹកវាឡើងទៅពេលអញ្ចឹងវារៀងជ្រៅវាលិចក្បាលរបស់យើងដែរណាអញ្ចឹងយើងទៅលេងនេះកុំប្រហែលពេករឿងក្មេងៗអញ្ចឹងបងប្អូនតពីកន្លែងអង្គុយអីក៏រៀបចំកន្លែងញ៉ាំបាយញ៉ាំអីពួកអីយើងក៏ធ្វើម្ហូបមកពីផ្ទះដែរនៅខាងសបោនេះយើងជួលរោងគេអង្គុយ100ហ្នឹងគេយក20000ណាបងប្អូនថ្ងៃចូលឆ្នាំអញ្ចឹងគេយក20000វាថ្លៃតិចដែរចូលឆ្នាំយើងរៀបចំញ៉ាំបាយជាមួយបងប្អូនជាមួយនឹងប៉ាម៉ាក់មួយអីចឹងណាឥឡូវញ៉ាំបាយឆ្អែតហើយញ៉ាំបាយទៅញ៉ាំបាយបដាអីបដាចឹងម្ហូបនេះសិតតែយើងយកមកពីផ្ទះទាំងអស់ដែរយើងអត់បានទិញគេទេបងប្អូនអ្វីដែលយើងទិញគឺទិញតែទឹកសុបទឹកកកអីបន្តិចហើយនឹងជួលរោងគេហ្នឹងដល់ពេលគេក៏យើងអត់សូវចំណាយច្រើននេះបន្ទាប់ពីយើងញ៉ាំបាយញ៉ាំអីហើយយើងនាំកូនខ្ញុំនាំកូនយកមកលេងកន្លែងគេដាក់សម្រាប់ក្មេងលេងកន្លែងគេដាក់ឲ្យក្មេងលេងនោះទឹករាក់ទឹកធំខ្មងជើងធំជង្គង់អីចឹងអញ្ចឹងយើងអាចឲ្យកូនក្មេងគាត់លេងបាននេះកូនខ្ញុំនេះ2នាក់នេះលេងអូសុបាយដល់កបងប្អូនអត់ចង់មកទេហើយមកផ្ទះអីនិយាយថាកម្រណាអត់ចង់មកទេគេថាសុបាយគេថាគេអត់ចង់ទៅគេចង់ទៅលេងទៀតបងប្អូនមើលគាត់លេងសុបាយមែនតើអូលេងបដាអីបដាយើងចេះតែខ្វល់ខ្វាយពីគាត់ដែរខ្លាចលេងទៅលេងកន្លែងទឹកជ្រៅអញ្ចឹងប៉ុន្តែយើងចេះតែមើលទៅយើងនៅចិត្តគាត់មើលគាត់ផងអីផងអញ្ចឹងយើងឃើញកូនលេងសុបាយអីសុបាយយើងក៏រៀងសុបាយចិត្តដែរអញ្ចឹងមកខាងវ៉ាវហើយនៅកន្លែងហ្នឹងដែរមិនមែនមានតែកន្លែងក្មេងលេងទេបងប្អូនសូម្បីតែកន្លែងមនុស្សធំក៏អាចលេងបានដែរបងប្អូនគេមានទូគេមានរបៀបទាហែលទឹកទាអញ្ចឹងបងប្អូននោះទាគេមានទាមានអីសម្រាប់ជួលគេគិតជាម៉ោងគិតជាអីអញ្ចឹងហើយមានទូកនេះទូកជួលនេះសម្រាប់មនុស្សធំក៏គេគិតម៉ោងដែរហើយគេមានអាវពោងមានអីសម្រាប់ឲ្យយើងជួលអញ្ចឹងដែរបងប្អូនហើយទូកហើយនឹងទៀនគេគិតម៉ោងគេជួលឲ្យយើងក្នុង1ម៉ោងគេយក10000អញ្ចឹងបងប្អូនគេជួលឲ្យយើង10000ក្នុង1ម៉ោងអញ្ចឹងហើយឆ្លៀតចេញទៅផ្ទះវិញចិត្តដល់ម៉ោងចេញទៅផ្ទះក៏ឆ្លៀតសារអុំទូកពីអ្នកក្មួយសារអញ្ចឹងបងប្អូនហ្នឹងបងប្អូនវីដេអូមានតែប៉ុណ្្នឹងអរគុណច្រើន